មនុស្សស្លាប់ដោយសារតែព្យុះវាយប្រហារនៅវៀតណាមកើនឡើងដល់54នាក់និងបង្កការខាតបង់ជាទឹកប្រាក់ចំនួន$232លានអាមេរិកព្យុះទីហ្វុងប៊ូឡយដែលជាព្យុះទី10វាយប្រហារនៅភាគកណ្ដាលនិងភាគខាងជើងប្រទេសវៀតណាមកាលពីដើមសប្តាហ៍នេះបានបណ្ដាលឲ្យមនុស្ស54នាក់បានស្លាប់ឬក៏បាត់ខ្លួននិងបង្កឲ្យមានការខាតបង់បើតាមការសន្និដ្ឋានថាចំនួន$332លានអាមេរិកភ្លៀងធ្លាក់ខ្លាំងការបាក់ដីនិងទឹកជំនន់ភ្លាមព្រមទាំងខ្យល់បក់ខ្លាំងដែលបង្កដោយព្យុះនេះបានវាយលុកខេត្តក្រុងចំនួន18នៅក្នុងប្រទេសវៀតណាមនៅក្នុងនោះការខូចខាតផ្ទះសម្បែងមានសភាពធ្ងន់ធ្ងរដោយផ្ទះចំនួន153ខ្នងត្រូវបានបំផ្លាញនិងជាង154,000ខ្នងរងការខូចខាតឬក៏របើកដំបូលនៅក្នុងខេត្តហាទិញតែមួយមានផ្ទះជិត94,000ខ្នងបានរងការខូចខាតខណៈនៅnghệ Anមានជាង50,000ខ្នងទឹកជំនន់បានជន់លិចឬក៏បំផ្លាញដំណាំស្រូវនិងដំណាំជិត49,000ហិកតានៅភាគកណ្ដាលហាទិញនិងថាញ់ហើរួមជាមួយនឹងរដ្ឋធានីហាណូយរាយការណ៍ពីការខាតបង់កសិកម្មដ៏ធ្ងន់ធ្ងរបំផុតកសិដ្ឋានវារីវប្បកម្មចំនួន13,000ហិកតាត្រូវបានខូចខាតដែលភាគច្រើននៅក្នុងខេត្តnghệ Anនិងថាញ់ហើចំណែកបណ្ដាញអគ្គិសនីក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែរដោយបង្គោលភ្លើងចំនួន8,292ដើមត្រូវបានដួលរលំជាពិសេសនៅក្នុងខេត្តថាញ់ហើnghệ Anនិងហាទិញនៅក្នុងនោះជិត2.7 លានគ្រួសារបានបាត់បង់អគ្គិសនីគិតត្រឹមរសៀលថ្ងៃពុធម្សិលមិញហើយការផ្គត់ផ្គង់ត្រូវបានស្ដារឡើងវិញប្រហែលជា1.9 លានគ្រួសារជាមួយគ្នានោះទូរគមនាគមន៍ក៏រងទុក្ខដែរដោយឃុំចំនួន268ត្រូវបានកាត់ផ្ដាច់ពីបណ្ដាញបញ្ជូនទិន្នន័យរបស់រដ្ឋាភិបាលរីឯដើមឈើតាមដងផ្លូវជាង63,000ដើមត្រូវបានដួលរលំទាំងឫសជាពិសេសនៅតំបន់កណ្ដាលខេត្តថាញ់ហើnghệ Anនិងខ្វាងទ្រី